បន្លែបង្ការជុំវិញផ្ទះហ្នឹងគឺឡើងល្អខ្លាំងមែនតែនខែហ្នឹងហើយឡើងស្រស់គ្នាល្អទៀតណាសិតតែបន្លែស្លឹកដែលអាចយកទៅស្លកកូរបានអញ្ចឹងថ្ងៃនេះគឺថាស្លកកូរមួយឆ្នាំងធំតែម្ដងផ្ទះបងប្អូនណាខ្លះដូចផ្ទះខ្ញុំតែស្លកកូរម្ដងស្លមួយឆ្នាំងធំហើយបាយអត់សូវចង់ហូបទេចង់តែហូបស្លសុទ្ធហ្មងតែគ្រាន់តែថាស្លកកូរនេះយូរស្លម្ដងទេបងប្អូនអត់បានស្លញឹកញាប់ទេដោយសារតែបន្លែវាច្រើនមុខដែរចេបចប់ធ្វើទ្រាំទៅហើយមកព្រឹកនឹងមិនដារកបន្លែឲ្យបានទិញសពមុខផងដោយសារតែបន្លែនៅក្រោយផ្ទះនេះមានច្រើនគួរសមដែរដាំខ្លួនឯងពេលត្រូវការស្លងាយស្រួលកាត់អញ្ចឹងបងប្អូនចង់កាត់ម៉ោងណាពេលណាក៏បានដែររៀបស្លមកកាត់បន្លែជុំវិញផ្ទះមកយកទៅស្លថ្មីតែម្ដងបន្លែក៏នៅស្រស់ល្អទៀតមានសម្លអីដែលអាចប្រើបន្លែជុំវិញផ្ទះនេះឲ្យបានសពមុខទេមានតែសម្លកកូរនឹងហើយដែលប្រើបន្លែបានច្រើនមុខយើងបេះជុំវិញផ្ទះយើងតែម្ដងបើមិនខំប្រឹងកាត់បន្លែស្លយ៉ាងម៉េចបងប្អូនមើលតែស្លឹកងប់ឡើងខ្ពស់ហួសលបងទៀតចាំដល់អ្នកផ្ទះចិត្តខាងគេមើលឃើញបន្លែមើលឃើញដំណាំយើងហើយចឹងត្រូវកាត់វាប្រញាប់យកមកស្លមកអីឲ្យហើយកុំឲ្យវាចាស់តន់កាលពីមុនមកអត់ចេះដាំដំណាំអីទេបងប្អូនធ្លាប់តែទៅទិញគេចាពេលស្លម្ដងតែអត់ដូចគ្នាទេពេលដែលយើងមានបន្លែជុំវិញផ្ទះយើងពេលយើងចង់ស្លដើរកាត់ចេះញ៉ាំដោយសบายចិត្តតែម្ដងហើយសบายនឹងកាត់ទៀតអាបន្លែបកាយើងដាំខ្លួនឯងនឹងពីមុនមកខ្ញុំគិតថាការដាំដំណាំវាមិនមែនជារឿងងាយស្រួលទេបងប្អូនវាពិបាកវាហត់នឿយមើលទៅប៉ុន្តែដល់តែពេលយើងចាប់ផ្ដើមដាំដំណាំម្ដងបន្តិចជុំវិញផ្ទះហ្នឹងដើម្បីហូបប្រចាំថ្ងៃដល់តែដាំយូរទៅដូចចាប់ផ្ដើមចូលចិត្តហើយមានអារម្មណ៍ថាมันពិបាកទេហើយក៏มันចំណាយពេលអីច្រើនដែរពេលដែលដាំបានពេលដែលកាត់ពេលដែលប្រមូលផលធ្វើឲ្យអារម្មណ៍ល្អហើយសប្បាយចិត្តសម្លកកូរផ្ទះខ្ញុំនេះដាក់តាំងពីជីក្រហមទៀតបងប្អូនមិនដឹងថាផ្ទះបងប្អូនដាក់ជីក្រហមអត់ទេដោយសារតែវាសម្បូរដែរពួកខ្ញុំចេះតែកាត់ដាក់ខ្លះទៅព្រោះអីសម្លកកូរគឺជាសម្លបន្លែ100មុខអញ្ចឹងដាក់អីក៏ដាក់ទៅបងប្អូនបើខ្ញុំដាក់នឹងអត់បានគ្រប់100មុខផងហ្នឹងចេះតែដាក់ទៅមានបងប្អូនខ្មែរខ្លះប្រាប់ខ្ញុំថាឲ្យកាត់ត្រួយបោះពេញប៉ោះយកទៅដាក់ស្លកកូរដែរបងប្អូនខ្ញុំមិនដែលសោះហើយខ្ញុំមិនដឹងថាដាក់ទៅមានរសជាតិយ៉ាងម៉េចទេអត់ដែលដាក់ឃើញសម្លកកូរអញ្ចឹងឃ្លានខ្លាំងណាបងប្អូនចាចូលចិត្តខ្លាំងមែនតែនប៉ុន្តែมันអាចស្លញឹកញាប់ទេយូរស្លម្ដងខ្ជិលនឹងអារឿងរបន្លែបកានឹងឯងបងប្អូនបន្លែបកាផ្ទះខ្ញុំនឹងមានច្រើនដែរតែវាអត់គ្រប់ទេតោះតែខ្ញុំនឹងទៅផ្សារទិញខ្លះដែរសម្លខ្មែរយើងអញ្ចឹងតើតែយើងនឹងចេះស្លខ្លួនឯងទើបអាចបានញ៉ាំអញ្ចឹងអ្នកអាមេរិកនេះភាគច្រើនតើតែចេះស្លបានញ៉ាំបើសិនណាជាអត់ចេះស្លទេរំពឹងគេតើយូរបានញ៉ាំម្ដង